ចាសួស្តីអ្នកទាំងអស់គ្នាចានេះគឺជាដំណើរកំសាន្តទៅកាន់ចំការក្រូចនាទឹកដីម្លងវែងចានិយាយទៅមុនពេលយើងទៅគឺយើងត្រូវជិះកណូតឆ្លងទៅអ្នកទាំងអស់គ្នាដោយសារតែចំការក្រូចនោះគឺនៅលើកោះចាចឹងយើងជិះទូនឹងចំណាយពេលប្រហែលជា5នាទីអ្នកទាំងអស់គ្នាចាហើយឥឡូវនេះយើងបានមកដល់ចំការក្រូចហើយអ្នកទាំងអស់គ្នានិយាយពីថាខ្ញុំខ្វះកខ្លាំងមែនទែនចាអ្វីដែលខ្ញុំឃើញគឺផ្លែក្រូចស្ទើរតែស្មើនឹងស្លឹកក្រូចចានិយាយទៅពីចង្អាយគឺឃើញតែផ្លែហ្មងណាចាអ្នកនរគ្នាហើយចការនេះគាត់ដាំតែ500ដើមទេអ្នកនរគ្នានិយាយពីថាទុំជ្រូកពេញដីហើយខ្ញុំនេះគឺមិនបានហល់នៅលើទេគឺខ្ញុំហល់នៅក្រោមដីតែម្ដងដោយសារគាត់បេះអត់តាន់អ្នកនរគ្នាដល់ពេលទុំមកបេះអត់តាន់ចាហើយចការក្រូចនេះនៅលើកោះនៅជុំវិញចការហ្នឹងគឺសុទ្ធតែប្រព័ន្ធទឹកចាទឹកស្ទឹងហ្មងណាតែពេលអញ្ចឹងទៅគឺទិន្នផលដែលទទួលបានគឺល្អខ្លាំងហើយបើនិយាយពីក្រូចនេះគឺពេញទៅដោយទឹកចាទឹកឡើងច្រកច្រងរបស់ហើយគាត់និយាយក៏ចង់ញ៉ាំដែរចាក់ស្ដែងពេលទៅដល់ហ្នឹងម្ចាស់ចការគាត់ឲ្យយើងបេះសេរីអ្នកនរគ្នាបេះសេរីហ្នឹងគឺបេះញ៉ាំណាអត់ឲ្យបេះបោះចោលទេចានិយាយទៅគាត់ថាញ៉ាំបានប៉ុន្តែហាមវែកចាបើចង់វែកក៏ទិញគាត់ចាអ្នកនរនេះនិយាយទៅដើម្បីគ្រប់គ្រងផលិតផលក្នុងស្រុកអញ្ចឹងខ្ញុំត្រូវតែឆ្លៀតចាហើយអ្នកនរគ្នាឆ្លៀតថតមើលមុខខ្លួនឯងមើលសម្រាប់នៅក្នុងចំការក្រូចនិយាយពីថាអូយចាញ់ចាំងអញ្ចឹងមែនណាមានចាញ់ចាំងដោយសារអីដោយសារទេសភាពខៀវស្ងាត់ទេអ្នកនរគ្នានិយាយទៅពេលបានមកអញ្ចឹងមានអារម្មណ៍ថា refresh ខ្លាំងមែនទែនអ្នកនរគ្នាហើយបើនិយាយផ្លែក្រូចវិញគឺចង់ប៉ុនមុខខ្ញុំតែម្ដងអ្នកនរគ្នាអូយនិយាយប៉ុន្តែគាត់ថាមុខអត់ស្មូតដូចក្រូចទេក្រូចម្ចាស់ចំការគាត់សម្គាល់ប្រាប់យើងណាគាត់ថាចំពោះផ្លែដែលយើងអាចបេះបានគឺផ្លែដែលមានសបកអាឡូងអាហ្នឹងរសជាតិវាផ្អែមឆ្ងាញ់ចាចំពោះក្រូចនេះគឺមានជាតិជូរតែ20%អ្នកនរគ្នាចាជូរប៉ុន្តែជូរបែបមានជាតិលាយជាមួយផ្អែមហ្នឹងនិយាយទៅគឺរសជាតិវាមិចគ្នាសាហាវហ្មងពេលញ៉ាំឲ្យជក់មាត់ណាចាអ្នកដែលធ្លាប់ទិញពីក្រូចពីខ្ញុំទៅដឹងអីនិយាយពីថាធម្មជាតិពិតៗណាអ្នកនរគ្នានិយាយទៅគាត់អត់មានបានប្រើជីគីមីឬក៏ដាក់អីបន្ថែមទៀតទេចាគាត់ដាំដុះតាមបែបធម្មជាតិគាត់ថាការថែទាំការផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់អញ្ចឹងវាធ្វើឲ្យក្រូចហ្នឹងគឺមានរសជាតិឆ្ងាញ់ចាហើយខ្ញុំទៅហ្នឹងគឺរៀងល្ងាចដែរចាខ្ញុំចេញពីសំរោងមកហ្នឹងមកដល់ចំការក្រូចហ្នឹងប្រហែលជាខ្ទង់ម៉ោង2ម៉ោង3អីហើយអ្នកនរគ្នាចាអញ្ចឹងចាយពេលដើរនៅក្នុងចការហ្នឹងប្រហែលជា1ម៉ោងអីដែរចាដើរថតផ្ដិតយករូបភាពស្អាតហើយអ្នកនរគ្នានិយាយទៅបើមានឱកាសគឺចង់ទៅលេងទៀតណានិយាយមែនពួកកន្លងមកពេលដែលយើងកំងឲ្យគាត់កាត់គឺយើងចាំយកនៅត្រើយម្ខាងប៉ុន្តែជើងនេះដោយសារតែឃើញផ្លែក្រូចល្អខ្ញុំក៏ចាប់អារម្មណ៍ចង់មកឃើញចំការផ្ទាល់ហើយខាងចការគាត់ក៏បានយកកន្ទុកហ្នឹងទៅយកយើងពីត្រើយម្ខាងដើម្បីមកចការគាត់ចាអ្នកនរនេះគាត់បេះដាក់អញ្ចឹងណាអ្នកនរចាឃើញគាត់ស្ពាយមកកម្មាហ្នឹងមិនតិចគីឡូទេណាខ្ញុំដំបូងស្មានតែ 4-5 គីឡូអីអ្នកនរជាស្ដែងមកស្ពាយគាត់ហ្នឹងគឺ20គីឡូនេះចានិយាយទៅបេះព្រាមច្រកព្រាមថ្មីអ្នកនរនេះថតសាច់ឲ្យមើលទៀតនិយាយពីថាអូយឃើញតពណ៌ក៏តំណងដែរចាហើយនិយាយទៅដើរបេះញ៉ាំមកស្រឡាញ់តែម្ដងភ្លុកឲ្យមើលទាំងអស់គ្នានិយាយពីថាទឹកច្រកអ្នកនរគ្នាហើយបើនិយាយពីពណ៌សម្រស់ឃើញឯងដឹងថារសជាតិវាបែបម៉េចហើយអ្នកនរគ្នាមើលទៅមុខទៅដឹងឯងចាឆ្អែតយើងក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញចានេះមុខម្ចាស់ចការបងប្អូនអ្នកគ្នានេះចាក្រោយមកបន្ទាប់ពីយើងបានដឹកក្រូចឆ្លងកាត់ស្ទឹងមកត្រើយម្ខាងហើយយើងក៏បានដឹកក្រូចដែលបានកំងគាត់នឹងត្រឡប់មកផ្ទះវិញចានិយាយទៅដំណើរដ៏សែនវែងឆ្ងាយនេះគឺពិតជាមានន័យហើយក៏បានបញ្ចប់នៅពេលដែលយើងដឹកក្រូចមកផ្ទះចាអរគុណ